ទេធនាគារផ្ដល់កម្ចីដោយមិនសិក្សាពីលទ្ធភាពសងរបស់អតិថិជនខ្ញុំសូមឆ្លើយយ៉ាងខ្លីថាវាមិនអាចទៅរួចនោះទេដោយសារតែគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានច្បាប់ទម្លាប់និងក្រមប្រតិបត្តិត្រឹមត្រូវនៅក្នុងការផ្ដល់កម្ចីទៅដល់អតិថិជនជាមួយនឹងទំនួលខុសត្រូវខ្ពស់ឬអ្នកខ្លះស្គាល់ថាគឺជាវិន័យឥណទានម្យ៉ាងវិញទៀតនោះគោលដៅដ៏ចម្បងនៃការផ្ដល់កម្ចីទៅដល់អតិថិជនគឺជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុទៅដល់អតិថិជនដែលកំពុងតែមានតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់តម្រូវការផ្ទាល់ខ្លួនគ្រួសារអាជីវកម្មមិនមែនដើម្បីបង្កើនបន្ទុកហិរញ្ញវត្ថុទៅដល់ពួកគាត់នោះទេដូច្នេះមិនថាគ្រឹះស្ថានផ្ទាល់ឬក៏បុគ្គលិកធនាគារពួកគេចាំបាច់ត្រូវតែអនុវត្តទៅតាមគោលការណ៍មុនពេលផ្ដល់កម្ចីដល់អតិថិជនជាពិសេសគឺការសិក្សាយ៉ាងលម្អិតអំពីគោលបំណងកម្ចីរបស់អតិថិជនស្ថានភាពហិរញ្ញវត្ថុរបស់ពួកគាត់ម្យ៉ាងវិញទៀតនោះគ្រឹះស្ថានត្រូវតែប្រាកដថាអតិថិជនគឺអាចសងត្រឡប់ទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុវិញបន្ទាប់ពីគាត់ទទួលបានប្រាក់កម្ចីខាងក្រោមនេះគឺជាគោលការណ៍ធំៗចំនួន5អ្នកខ្លះស្គាល់ថា 5C ដែលគ្រឹះស្ថានហិរញ្ញវត្ថុក៏ដូចជាបុគ្គលិកធនាគារតែងតែសិក្សាមុនពេលផ្ដល់កម្ចីដល់អតិថិជន 1. ចរិតលក្ខណៈ Character គ្រឹះស្ថានហិរញ្ញវត្ថុនឹងពិនិត្យមើលចំណេះដឹងនិងបទពិសោធន៍របស់អ្នកនៅក្នុងការគ្រប់គ្រងអាជីវកម្មក៏ដូចជាទំនាក់ទំនងល្អនៅក្នុងសង្គមងាយយល់គឺគេមើលថាតើអ្នកខ្ចីនោះគឺជាមនុស្សប្រភេទណាមានទំនួលខុសត្រូវឬអត់មានចំណេះដឹងឬជំនាញនៅក្នុងអាជីវកម្មដែរឬទេចំណុចនេះក៏សំដៅទៅលើប្រវត្តិនៃការសងត្រឡប់របស់អ្នកផងដែរដូចជាធ្លាប់ប្រើកម្ចីពីមុនដែរឬទេធ្លាប់មានបញ្ហាសងត្រឡប់ដែរឬទេធ្លាប់គេចវេះមិនសងឬក៏សងយឺតយ៉ាវលាក់នឹងលាក់កាលណាអ្នកមានប្រវត្តិកម្ចីល្អមានន័យថាអ្នកមានទំនួលខុសត្រូវនិងមានវិន័យល្អនៅក្នុងការគ្រប់គ្រងលុយកាក់គ្រឹះស្ថាននឹងផ្ដល់កម្ចីទៅដល់អ្នកដោយមិនរុនរាននោះទេ 2. សមត្ថភាព Capacity សំដៅទៅលើសមត្ថភាពរបស់អ្នកខ្ចីនៅក្នុងការសងបំណុលត្រឡប់មកវិញដោយគេនឹងវាយតម្លៃលើចំណូលចំណាយប្រចាំខែនិងបំណុលផ្សេងទៀតដែលអ្នកមានដើម្បីដឹងថាតើអ្នកពិតជាអាចសងបំណុលគេវិញបានពិតប្រាកដមែនត្រង់ចំណុចនេះគ្រឹះស្ថានក៏នឹងសិក្សាវាយតម្លៃទៅលើសមត្ថភាពនៅក្នុងការគ្រប់គ្រងអាជីវកម្មរបស់អ្នកផងដែរឧទាហរណ៍អ្នកចង់ខ្ចីទៅពង្រីកហាងបាយនោះធនាគារមើលថាតើអ្នកមានសមត្ថភាពគ្រប់គ្រងហាងបាយឬអត់ចេះគ្រប់គ្រងសាច់ប្រាក់ឬអត់ចេះចាត់ចែងចំណូលចំណាយដែរឬទេហើយតើមុខរបរនោះស័ក្តិសមទៅនឹងចំណេះជំនាញរបស់អ្នកដែរឬអត់ 3. ដើមទុន Capital ធនធានហិរញ្ញវត្ថុឬប្រភពសាច់ប្រាក់នឹងចូលរួមនៅក្នុងអាជីវកម្មដែលអ្នកគ្រោងនឹងបើកឬពង្រីកមានន័យថាគ្រឹះស្ថានហិរញ្ញវត្ថុនឹងពិនិត្យមើលថាតើអ្នកមានដើមទុនខ្លួនឯងខ្លះចូលរួមដែរឬអត់ឬប្រើកម្ចីទាំងស្រុងកាលណាអ្នកពុំមានដើមទុនខ្លួនឯងចូលរួមខ្លះទេហើយរំពឹងប្រើទុនពីធនាគារទាំងស្រុងគេនឹងអាចមានភាពស្ទាក់ស្ទើរនៅក្នុងការផ្ដល់កម្ចីទៅដល់លោកអ្នកព្រោះវាមានហានិភ័យច្រើន 4. ទ្រព្យធានា Collateral សំដៅដល់ទ្រព្យដែលអ្នកប្រើសម្រាប់ធានាកម្ចីដូចជាប្លង់ផ្ទះដីឬប័ណ្ណសម្គាល់រថយន្តជាដើមគ្រឹះស្ថានហិរញ្ញវត្ថុក៏នឹងសិក្សាទៅលើទ្រព្យដែលដាក់ធានាបំណុលថាតើតម្លៃរបស់វាអាចធានាទៅលើទំហំឥណទានបានដែរឬទេហើយគេក៏នឹងសិក្សាទៅលើភាពស្របច្បាប់នៃកម្មសិទ្ធិទៅលើទ្រព្យនោះផងដែរជាទូទៅធនាគារផ្ដល់ទំហំឥណទានមិនឲ្យលើសពី 70% នៃតម្លៃទ្រព្យនោះទេទ្រព្យធានានេះនឹងជួយកាត់បន្ថយហានិភ័យចំពោះគ្រឹះស្ថានហើយមួយផ្នែកទៀតនោះគឺជួយទៅដល់អតិថិជននៅក្នុងការទទួលបានប្រាក់កម្ចីជាមួយនឹងអត្រាការប្រាក់សមរម្យហើយក៏បង្ហាញពីការបដិញ្ញាចិត្តរបស់អតិថិជន 5. លក្ខខណ្ឌ Condition ចំពោះចំណុចនេះគ្រឹះស្ថានអាចនឹងពិនិត្យលើលក្ខខណ្ឌអំណោយផលកម្រិតហានិភ័យនៃអាជីវកម្មរបស់អ្នកនិងគោលបំណងនៃប្រាក់កម្ចីរបស់អ្នកថាតើអ្នកខ្ចីយកទៅធ្វើអ្វីស្របច្បាប់ឬទេតើអ្នកពិតជាយកកម្ចីនោះទៅពង្រីកអាជីវកម្មបង្កើនចំណូលឬអត់គ្រឹះស្ថាននឹងផ្ដល់ប្រឹក្សាបន្ថែមប្រសិនជាគោលបំណងឬទំហំកម្ចីនោះមិនសមស្របទៅតាមស្ថានភាពដូចជាស្ថានភាពសេដ្ឋកិច្ចឬទីផ្សារជាដើមការធ្វើបែបនេះនឹងជួយវាយតម្លៃពីហានិភ័យដែលអាចកើតមានឡើងដោយសារតែកត្តាខាងក្រៅដែលអាចប៉ះពាល់ទៅដល់សមត្ថភាពសងរបស់អ្នកខ្ចីក្រៅតែពីចំណុចទាំងនេះក៏នៅមានលក្ខខណ្ឌផ្សេងៗទៀតដែរដែលគ្រឹះស្ថានហិរញ្ញវត្ថុនឹងសិក្សាយ៉ាងលម្អិតអាស្រ័យទៅតាមប្រភេទកម្ចីនិងគ្រឹះស្ថានជាក់ស្ដែងការសិក្សាយ៉ាងលម្អិតនេះនឹងជួយដល់អ្នកខ្ចីគេចផុតពីការខ្ចីប្រាក់លើសមត្ថភាពពីព្រោះការវាយតម្លៃរបស់គ្រឹះស្ថាននឹងជួយឲ្យដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចីដែលនឹងជួយការពារពីហានិភ័យផ្សេងៗនៅថ្ងៃខាងមុខជាពិសេសការធ្លាក់នៅក្នុងអន្ទាក់បំណុលអាក្រក់យ៉ាងណាក៏ដោយសប្តាហ៍ថ្ងៃនេះអ្នកខ្លះក៏នៅតែយល់ខុសថាគ្រឹះស្ថានហិរញ្ញវត្ថុផ្ដល់កម្ចីគ្មានការសិក្សាពីលទ្ធភាពសងរបស់អតិថិជននោះទេ
ឬគ្រាន់តែផ្ដល់កម្ចីឲ្យតែគ្រប់គោលដៅទីផ្សារតែប៉ុណ្ណោះតាមពិតទៅវាមិនអញ្ចឹងនោះទេប្រសិនបើធនាគារផ្ដល់កម្ចីដោយគ្មានសិក្សាពីលទ្ធភាពសងរបស់អតិថិជនបានច្បាស់លាស់បន្ទាប់មកអតិថិជនគ្មានលទ្ធភាពសងនោះវាមិនត្រឹមតែផ្ដល់ផលអវិជ្ជមានទៅដល់អតិថិជនប៉ុណ្ណោះទេប៉ុន្តែវាក៏នឹងប៉ះពាល់ទៅដល់គ្រឹះស្ថានផងដែរដូចជាខូចកេរ្តិ៍ឈ្មោះខាតបង់ប្រាក់ចំណូលហើយត្រូវចំណាយលើប្រតិបត្តិការច្រើនទៀតលក្ខណៈម្យ៉ាងវិញទៀតគ្រឹះស្ថានហិរញ្ញវត្ថុមានច្បាប់ទម្លាប់បទបញ្ញត្តិនិងគោលការណ៍ច្បាស់លាស់ដូចជាគោលការណ៍ 5C ជាពិសេសទៅទៀតនោះការផ្ដល់កម្ចីជាមួយនឹងទំនួលខុសត្រូវខ្ពស់ហើយមិនមែនចេះតែឲ្យកម្ចីទៅដល់អតិថិជនដើម្បីឲ្យគ្រប់គោលដៅដោយដែលគេយល់ច្រឡំនោះទេ